គ្រីបរិស័ទនៅប្រទេសម៉ូណាកូកំពុងទន្ទឹងរង់ចាំដំណើរយាងទស្សនកិច្ចរបស់សម្ដេចប៉ាបឡេអូទី14នៅពេលដ៏ខ្លីខាងមុខដោយក្តីរីករាយដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់សម្ដេចប៉ាបឡេអូ វ៉ាទីកង់ញូសបានរាយការណ៍ថានៅក្នុងសេចក្តីប្រកាសព័ត៌មានចំនួន2ដែលចេញផ្សាយនៅថ្ងៃពុធទី25ខែកុម្ភៈព្រះបរមរាជវាំងម៉ូណាកូនិងអគ្គអភិបាលនៃព្រះសហគមន៍កាតូលិកនៅប្រទេសម៉ូណាកូបានបញ្ជាក់ពីព័ត៌មានដែលចេញផ្សាយដោយការិយាល័យសន្តអាសនៈហៅថានឹងរងចាំទ្រង់នៅថ្ងៃសៅរ៍ទី28ខែមីនាដំណើរទស្សនកិច្ចនេះត្រូវបានបញ្ជាក់ថាគឺធ្វើឡើងក្រោយព្រះអង្គម្ចាស់អាល់បឺតទី2បានយាងសម្ដេចប៉ាបមកទស្សនកិច្ចនៅម៉ូណាកូក្នុងអំឡុងពេលនៃការជួបពិភាក្សាជាឯកជននៅបុរីវ៉ាទីកង់នៅថ្ងៃទី7ខែមករាកន្លងទៅនេះ